មេដឹកនាំហេសបូឡាសន្យាឆ្លើយតបវិញចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលសម្លាប់មេបញ្ជាការកម្ពុជាលោកណាអ៊ីមកាសេមអគ្គលេខាធិការនៃក្រុមហេសបូឡារបស់ប្រទេសលីបង់កាលពីថ្ងៃសុក្របានសន្យាថាខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលធ្វើឲ្យប្រមុខយោធាកម្ពុជារបស់ខ្លួនស្លាប់នៅតំបន់ជីក្រុងភាគខាងត្បូងនៃទីក្រុងប៉េរូតកាលពីដើមសប្តាហ៍នេះអ៊ីស្រាអែលបានធ្វើការវាយប្រហារមួយនៅតំបន់ជីក្រុងភាគខាងត្បូងនៃទីក្រុងប៉េរូតកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់5នាក់រួមទាំងលោកអាប៊ូអាលីអាល់តាប់តាបៃនីសេនាធិការស្ដីទីរបស់ក្រុមហេសបូឡាលោកកាសេមបាននិយាយក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោកតាប់តាបៃនិងសហការីរបស់គាត់ថាអ្វីដែលបានកើតឡើងពីការវាយប្រហារដោយចេតនានិងជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងហើយលោកបានសន្យាថានឹងឆ្លើយតបហើយខ្លួននឹងកំណត់ពេលវេលាសមស្របសម្រាប់រឿងនោះទោះបីជាបានឈានដល់បទឈប់បាញ់គ្នានៅក្នុងខែវិច្ឆិកាឆ្នាំ2024ក៏ដោយក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារទីតាំងហេសបូឡាដែលត្រូវបានចោទប្រកាន់នៅក្នុងទីក្រុងប៉េរូតនិងភាគខាងត្បូងនៃប្រទេសលីបង់ជាប្រចាំក្នុងរយៈពេល1ឆ្នាំកន្លងមកនេះអាវុធរបស់ក្រុមហេសបូឡាមិនបានការពារមេដឹកនាំគណបកឬប្រជាជនលីបង់និងទ្រព្យសម្បត្តិរបស់ពួកគេទេនាយករដ្ឋមន្ត្រីលីបង់លោកណាវ៉ាហ្វសាឡាមបានមានប្រសាសន៍កាលពីថ្ងៃប្រហ័សដោយបន្ថែមថារដ្ឋមានគោលបំណងបញ្ចប់ដំណាក់កាលដំបូងនៃការរំសាយអាវុធរបស់ក្រុមហេសបូឡានៅចុងឆ្នាំនេះលោកកាសេមបានឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោកសាឡាមដោយនិយាយថារដ្ឋាភិបាលនិងកងទ័ពទទួលខុសត្រូវក្នុងការទប់ស្កាត់ការឈ្លានពានរបស់អ៊ីស្រាអែលប៉ុន្តែរហូតមកដល់ពេលនេះមិនបានការពារប្រជាជនលីបង់ទេរដ្ឋាភិបាលបាននិយាយថាខ្លួនចង់ប្រឈមមុខនឹងការពារហើយខ្ញុំនិយាយទៅកាន់វាថាសិទ្ធិមិនអាចត្រូវបានយកដោយមិនបំពេញកាតព្វកិច្ចសំខាន់បំផុតនោះទេដែលជាការការពារប្រជាពលរដ្ឋសូមឲ្យរដ្ឋាភិបាលបង្ហាញយើងពីរបៀបដែលវានឹងទប់ស្កាត់សត្រូវប្រធានក្រុមហេសបូឡាបាននិយាយលោកកាសេមបាននិយាយថាក្រុមហេសបូឡានិងក្រុមតស៊ូផ្សេងទៀតបានទប់ស្កាត់ការឈានទៅមុខរបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីឆ្នាំ2000ហើយបានដាក់ឈ្មោះបទឈប់បាញ់ឆ្នាំ2024ថាជាជ័យជំនះសម្រាប់ក្រុមតស៊ូក្រុមហេសបូឡាសម្រាប់ប្រជាជននិងលីបង់គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យលះបង់កម្លាំងរបស់ប្រទេសលីបង់នោះទេអាណត្តិគឺសម្រាប់ការរំដោះនិងការទាមទារយកដីធ្លីនិងអ្នកទោសមកវិញដូច្នេះចូលមានទំនុកចិត្តលើឆន្ទៈរបស់ប្រជាជនយើងលោកបានបន្ថែមថាយើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រការពារជាតិប៉ុន្តែមិនមែនស្ថិតនៅក្រោមសម្ពាធឬស្វែងរកកិច្ចព្រមព្រៀងថ្មីឬបោះបង់ចោលកម្លាំងរបស់យើងនៅក្នុងកិច្ចព្រមព្រៀងផ្សេងទៀតឬគេចវេសពីកិច្ចព្រមព្រៀងបច្ចុប្បន្ននោះទេត្រូវបានបង្កើតឡើងក្នុងឆ្នាំ1982ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែលលើប្រទេសលីបង់ក្រុមហេសបូឡាមានទំនាក់ទំនងរឹងមាំជាមួយនិងទទួលបានការគាំទ្រសម្ភារៈយ៉ាងទូលំទូលាយពីអ៊ីរ៉ង់ដោយក្រុមនេះបង្កើតបានជាស្នូលនៃអក្សរស៊ូរបស់ទីក្រុងតេអ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព្រានេះបើតាមរបាយការណ៍ពីសារព័ត៌មានអាល់សាស៊ីរ៉ាចុះផ្សាយនៅថ្ងៃទី28វិច្ឆិកានេះ